សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទទូតកម៉ាក់អ៊ីតេឈីបាទបញ្ហាលោតកោតលោតភ្លើង7បាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បាទសូមកុំភ្លេចជួយចុច Subscribe និង Channel YouTube ខ្ញុំមួយផងបាទដើម្បីទទួលបានវីដេអូថ្មីតោះឥឡូវយើងទៅដោតភ្លើងទាំងអស់គ្នាទៅបាទដើម្បីចង់ដឹងថាវាលោតភ្លើង7វាមានបញ្ហាអីបាទឥឡូវតោះយើងទៅដោតទាំងអស់គ្នាទៅតើឥឡូវយើងដោតភ្លើងវាទាំងអស់គ្នាទៅដើម្បីចង់ដឹងថាវាលោតភ្លើង7ហ្នឹងវាមកពីបញ្ហាអីបាទតោះបាទនេះវាលោតភ្លើង7បាទនេះមួយឥឡូវយើងចាំរាប់ទាំងអស់គ្នាទៅថាវា1 2 3 4 5 6 7បាទនោះវាលោតភ្លើង7ឃើញទេបាទពុកម៉ែបងប្អូនឃើញអត់បាទអញ្ចឹងវីដេអូហ្នឹងវាពាក់ព័ន្ធជាមួយនឹង compressor បាទអានេះពាក់ព័ន្ធជាមួយនឹង compressor បាទអញ្ចឹងតោះឥឡូវយើងទៅមើល compressor ទាំងអស់គ្នាបាទនេះជា compressor របស់វាបាទcompressor វាមក 90x បាទ 90x បាទនេះឃើញអក្សរអត់បាទនេះវាដំណើរការបាទវានិយាយរួមទៅវាខ្សោយ compressor អញ្ចឹងហើយគឺបណ្ដាលឲ្យវាលោតកោតភ្លើង7បាទអានេះ compressor វាខ្សោយបញ្ហាវាខ្សោយបាទតឥឡូវយើងឥឡូវមកចាំនេះយើងក៏ស្បាច់បន្តិចទៅវានេះបាទវាឃើញដាច់វាដូចវាខ្សោយវាអត់បាញ់វាបាញ់ខ្យល់វាបាញ់បន្តិចក៏យើងប៉ះវាបន្តិចវាផ្ដាច់ខ្លួនឯងហ្មងនេះឥឡូវចាំមើលតិចទៀតណាបាទអានេះភ្លើងវាលោតបាទភ្លើងលោតឥឡូវយើងរាប់1 2 3 4 5 6 7បាទអានេះភ្លើងវាលោត7បាទអញ្ចឹងវីដេអូហ្នឹងពាក់ព័ន្ធជាមួយនឹង compressor បាទបញ្ហាលោតកោត7បាទនេះcompressor របស់វាឥឡូវឃើញថាវាអត់មានដំណើរការអីទេបាទដោយសារតែវាខ្សោយអញ្ចឹងពាក់ព័ន្ធលោតភ្លើង7ហ្នឹងគឺពាក់ព័ន្ធជាមួយ compressor បាទតឥឡូវយើងយក compressor ថ្មីបាទដើម្បីយកមកទៀងទាត់ដាក់សាកឲ្យ